Hi, come on, crypto copy trading mistakes ដែលគ្នាតែងតែប្រកាសខ្ញុំចង់បញ្ជាក់គ្នាបន្តិចថា trading ផ្សេង copy trading ផ្សេង so what are different between copy trading and trading okay so ទៅលើ copy trading and trading is completely different ដោយសារតែ copy trading គឺជា let me អស់នេះបន្តិច copy trading គឺជា way មួយគឺជាវិធីសាស្ត្រមួយដែលគ្នាយើងធ្វើការ copy position trade ពីនរណាម្នាក់ដែលគ្នាយើងស្គាល់ឬក៏ពួកគាត់ជា professional but មិនឲ្យតែ professional ឬក៏ពួកគាត់ជារបៀបថា OG ឬគាត់ខ្លាំងនៅក្នុងtrading ហ្នឹងគាត់អត់មានមិនទៅគាត់អត់មានហានិភ័យគាត់អត់មាន CSL គាត់អត់មាន lose ណាគឺគាត់ lose ដូចគ្នា so trading គឺគ្នាយើងធ្វើការចូល trade ខ្លួនឯងដោយអត់មាន copy ណាគេ so អញ្ចឹងសរុបមកវិញ copy trading គឺជា way មួយដែលអាចឲ្យគ្នាយើងធ្វើការ copy trade ពីតាណាគេម្នាក់ហើយទៅបើសិនជាគេចូល position ហ្នឹងគេឈ្នះគ្នាយើងនឹងទទួលបានឈ្នះដូចគ្នាតែបើសិនជាគេ lose គ្នាយើងនឹង lose ដូចគ្នាប៉ុន្តែគ្នាយើងត្រូវ understand មួយនៅក្នុងហ្នឹងអញ្ចឹងនៅក្នុង copy trading ដូចយើងយកលុយទៅប៉ុណ្ណេះគេ trade អញ្ចឹង so អញ្ចឹង that's a lot of mistake ដែលអាចនឹងកើតឡើងនៅក្នុងហ្នឹងហើយក៏វាមានរឿងជាច្រើននៅក្នុង behind the scene ហ្នឹងដែរជាងគ្នាគិតគួរឲ្យបានច្រើនមុននឹងគ្នាយើង start to copy trading ហើយសម្រាប់ខ្ញុំអត់ផ្ដល់មតិយោបល់ឲ្យគ្នាយើងតែធ្វើអស់ហ្នឹងទេតែគ្រាន់តែវីដេអូនេះមក compare គ្នា between copy trading ហើយនិង trading ខ្លួនឯង no not compare មកពីនិយាយ mistake ដែលគេគ្នាយើងតែងតែបង្កើត sorry my bad អញ្ចឹងខ្ញុំនឹងធ្វើការដាក់ផ្ទាំងមួយឲ្យគ្នាយើងមើលនៅខាងឆ្វេងដៃខ្ញុំនៅលើcopy trading ហ្នឹងវាគឺជា way មួយដែលគ្នាយើងឲ្យណាគេម្នាក់ដែលគាត់បកកែ trade ហ៊ានទៅ copy trade របស់គាត់ដើម្បីទទួលបាន reward ដូចគាត់ប៉ុន្តែមានមនុស្សជាច្រើនមែនទែនដែលគាត់ចូលទៅក្នុង section copy trading ហើយគាត់ទៅ follow high ROI trade ROI ជាអី ROI គឺជា return of investment អញ្ចឹងមានន័យថាគាត់មើលឃើញ high ROI ដែលមានន័យថាគាត់ឃើញទិន្នផលដែលគាត់ទទួលបានពីការ trade នឹងខ្ពស់អញ្ចឹងឧទាហរណ៍ថា trader មួយហ្នឹងគាត់ធ្វើការ flashy ទៅ1000 ROI ក្នុងរយៈពេលនៅក្នុងមួយ position ឃើញ8000 ROI ក្នុងរយៈពេលមួយ position ប៉ុន្តែគ្នាយើងអត់មាន ban and profile របស់គាត់ឬក៏គ្នាយើងអត់មាន ban ចូលទៅ research profile របស់គាត់ទេ so អញ្ចឹងអូខេខ្ញុំឃើញ ROI ច្រើនខ្ញុំ credit D ដែរខ្ញុំលុបលុនដែរអញ្ចឹងខ្ញុំធ្វើការ copy trade របស់គាត់ទាំងតែខ្ញុំមិនដឹងថាគាត់ណាគេអញ្ចឹងដោយសារតែhigh ROI របស់មនុស្សម្នាក់មិនមានន័យថាវា safe ទេយល់អត់មានន័យថាមិនម្នាក់បកគលម្នាក់ហ្នឹងគាត់មាន high ROI high in term of investment ច្រើនគាត់ win ច្រើនមិនមានន័យថា safe ទេអញ្ចឹងអាចនឹងអូខេគាត់មានគាត់ take a big risk before ប៉ុន្តែដោយសារតែ lucky trade ឬក៏អីចឹងទៅគាត់អាចនឹងទទួលបានhigh ROI ហើយយកវាមកធ្វើដាក់ជា portfolio ឲ្យគ្នាចូលទៅឲ្យគ្នា copy trade អញ្ចឹងនៅក្នុងBinance គេមានdetail មួយសម្រាប់លើ profile ហ្នឹង trader profile ហ្នឹងអ្នកគ្នាអាចចូលទៅមើលបានទាំង including trade history ជាមួយនឹង risk score so អ្នកគ្នាយើងអាចធ្វើការ choose wisely not blindly to choose អញ្ចឹងហ្នឹងហើយកន្លែងហ្នឹងគឺវាអញ្ចឹងប៉ុន្តែខ្ញុំតែប្រាប់គ្នាយើងអញ្ចឹងគ្នាយើងគួរតែ understand ឲ្យបានច្បាស់មែនតើដើម្បីទៅធ្វើការ copy trade ដោយសារតែ trade ពេលថា trade copy trade it's not a good idea it's not sounds good right so you need to understand yourself as well and then វាអត់មានរឿងអីដែលល្អជាងដែលគ្នាយើងទៅរៀនហើយគ្នាយើងយកមកធ្វើខ្លួនឯងខ្ញុំនិយាយស្មោះត្រង់អានឹងជារឿងដែលល្អជាងគេបំផុតដែលគ្នាយើងគួរតែធ្វើជាជាងដែលគ្នាយើងយកលុយទៅទុកក្នុងកប៉ៅគេឲ្យគេ trade ឲ្យ that is not sounds good yep ហើយទី2ទៅលើ risk management setting អញ្ចឹងនៅក្នុង copy trading ហ្នឹងក៏មានកន្លែងមួយសម្រាប់ឲ្យគ្នាយើង modify ដែរទៅលើ risk management setting ហ្នឹងថាគ្នាយើងគួរតែ set ប្រមាណ modify TP មែន as all មែនអញ្ចឹងនៅពេលដែលគ្នាយើង copy trade គេគ្នាយើងមិន copy trade ហើយគ្នាយើងអត់មាន own risk limit ទេណាអញ្ចឹងគ្នាយើងគួរតែមាន risk limit ដូចគ្នាឥឡូវឧទាហរណ៍ថាគ្នាយើង copy trade ពីនរណាគេម្នាក់ដែលគាត់បកកែនៅខាង trade ហ្នឹង let's say ថាអូខេបុគ្គល A គាត់បកកែ trade គាត់មាន win rate ច្រើនដល់ 70% ហើយលុះទៅ 30% អញ្ចឹង win rate គាត់ច្រើនអីច្រើនប៉ុន្តែគ្នាយើងគួរតែ check នៅលើ risk management នេះគ្នាឧទាហរណ៍ថាខ្ញុំមានលុយ$100ខ្ញុំដាក់ចូលទៅក្នុង copy trade អញ្ចឹងនៅក្នុង Binance គឺគេមាន risk management tool មួយដែលឲ្យគ្នាយើងដាក់ stop loss ប្រមាណឬក៏គេអាចនិយាយថា the whole capital allocation sharing ហ្នឹងយើងធ្វើការកាត់ប្រមាណខាតប្រមាណនេះអញ្ចឹងខ្ញុំគិតថាគ្នាយើងទោះជាគ្នាយើង
ចូលទៅគឺយើង expect ថា win មែនតែគ្នាយើងគាត់ទៅ set risk limit ដូចគ្នាឥឡូវខ្ញុំមកថតថាខ្ញុំដាក់100ដូចខ្ញុំនិយាយមែនអញ្ចឹងខ្ញុំចង់ឲ្យខាតតែ20%នៃលុយខ្ញុំឯងអញ្ចឹងខ្ញុំនឹង set 20% lose អញ្ចឹងមានន័យថា$20 lose អញ្ចឹងមានន័យថាបើសិនជា position ណាដែលគាត់ចូលខាតដល់20មានន័យថាកាត់ផ្ដាច់ប៉ុន្តែគ្នាយើងគួរតែចូលទៅ check ទៅលើ trade history របស់គេដែរថាmostly គេយកប្រហែល mostly គេយក revert និង SL ហ្នឹងប្រហែល អញ្ចឹងមានន័យថាបើសិនជាគេយក SL 1 ស្មើនឹង10រៀលនៅក្នុង100 2 ស្មើនឹង20រៀលអញ្ចឹងយើងចូលមើលដែរ mostly បើគេយកប៉ុណ្ណឹងយើងអាចយកប៉ុណ្ណឹងតាមគេបើសិនគ្នាអត់ចង់រីទេគ្នាអាចយក less than that ក៏បានដែរអាហ្នឹងទៅលើនឹងប៉ុន្តែដូចនិយាយដែរអញ្ចឹងទៅរៀនផងលោកអើយសុំបបើឲ្យតែ copy trading ឲ្យតែដាក់ឈ្នះមានគ្រប់គ្នានិយាយត្រង់ហើយមួយវិញទៀតទៅលើគាត់អត់បានទៅ check ទៅលើគាត់បានទៅ check ទៅលើអា portfolio របស់គេដែលខ្ញុំបាន mention អញ្ចឹងអូខេអញ្ចឹងមានន័យថាពួកគាត់អត់បានទៅ check ទៅលើអា portfolio របស់ trader ហ្នឹងឯងដល់អញ្ចឹងគាត់ចេះតែចូលទៅតាម trade ដែលឃើញ high ROI នេះអត់មាន strategy ច្បាស់លាស់ចេះចូលអីតាមសំណាងរបស់គាត់ដែលសារគាត់មានលុយទប់ច្រើនហើយដើម្បីយក ROI មកអួតគ្នាយើងអាហ្នឹងក៏មិនមែនជារឿងល្អដែរដោយសារតែអ្នកខ្លះគាត់ចូលទៅតាម trend ឬក៏ទៅក្នុង hype ប៉ុន្តែគាត់មានលុយទប់ច្រើន so អញ្ចឹងគាត់ធ្វើការ hold position យូរជាងទៅហើយដល់ពេលគាត់ win គាត់យកអាហ្នឹងជាធ្វើ portfolio ដែលគាត់បង្ហាញគ្នាយ៉ាងប៉ុន្តែគ្នាអត់ដឹងថាគាត់ behind the scene នៅខាងក្រោយគេមានលុយទប់ច្រើននេះអត់គឺគ្នាយើងអត់ដឹងទេអញ្ចឹងគ្នាយើងគួរតែ check មើលឲ្យតាមផងកុំចេះតែចូលទៅ copy បាត់លុយអត់ដឹងទេហើយមួយវិញទៀត trading during ទីផ្សារកំពុងតែកាប់ចាក់គ្នាដូចនិយាយនៅក្នុងវីដេអូមុនដែរអញ្ចឹងមិនថា copy trading ឬក្នុង trading ទេឲ្យតែទីផ្សារក្លុកទីផ្សារកលាប់ចាក់វាមិនមែនជារឿងមួយដែលយើងគួរតែចូលទៅ trade ទេជាពិសេសតាក់ទងទៅនឹងCPI ថ្ងៃដែលប្រកាស CPI ហើយនឹង FOMO MC meeting event ឬក៏ហៅថា FOMC meeting event ហ្នឹងឬក៏ major event អីផ្សេងៗដែលឲ្យតែអាមេរិកឬក៏ចិនគេធ្វើការ discuss ហ្នឹង new ទាំងអស់ហ្នឹងគ្នាអាចមើលបានគួរតែ avoid បានក៏ avoid ដោយសារតែអាចនឹងមានទីផ្សារកលាប់ចាក់ចោះច្រើនអញ្ចឹងគ្នាគួរតែប្រយ័ត្នដូចគ្នានៅក្នុង event ហ្នឹងចាឥឡូវនេះខ្ញុំនិយាយច្រើនហើយគេសអកដែរ so let's moving to the last one last one ហ្នឹង over confident ពេកមានន័យថា over confident ពីច្រើនគ្នាយើងគាត់តែងតែនិយាយជាមួយខ្ញុំ set it ហើយ forget វាហ្មងយល់អត់មានន័យថា position ហ្នឹងខ្ញុំចូលហើយឯងចឹងខ្ញុំខ្វល់អីច្រើនខ្ញុំ set តែ SL និង TP ខ្ញុំ forget វាហ្មងខ្ញុំមិនបាច់ចូលទៅមើល chat មើល graph ទេប៉ុន្តែខ្ញុំគិតថាកន្លែងចំណុចហ្នឹង is the bad mistake ឬក៏ bad move ដែលគ្នាយើងប្រកែកពីព្រោះ you don't know what's going on នៅក្នុង industry ឬក៏ what's going on នៅក្នុង market មួយហ្នឹងឯងបើសិនជាគ្នាយើងជឿជាក់គ្នាយើងថាអូខេខ្ញុំច្បាស់ថាផ្សារឬក៏ graph ហ្នឹងនឹង candle ហ្នឹងនឹងធ្វើការ hit ទៅដល់ TP របស់ខ្ញុំប៉ុន្តែ what is new come up ប៉ាំងមកហើយគ្នា lack of អញនិយាយថា monitoring ដូចគ្នាយើងអត់ទៅតាមដានវាអត់ទៅអី so អញ្ចឹង what is new come up ប៉ាំងមកចូលមក CSL ឬក៏ C liquid របស់គ្នាយើងអាហ្នឹងគឺជាការខាត់បងរបស់គ្នាយើងអញ្ចឹងគ្នាយើងគួរតែអូខេបើថាចូល position នេះគ្នាយើងគួរតែ check ឲ្យបានមើលច្រើនមុននឹងគ្នាយើងចូលហើយកុំ over confident ពេកមិន trader គ្រប់គ្នាឬក៏ណាគេ professional ដែរខាតទេនៅក្នុង industry ហ្នឹងបើមិនជាគាត់ថា trade win rate 100%ខ្ញុំសរសើរថាខ្លាំងឯងខ្លាំងម៉ែខ្លាំងឯងប្រពន្ធនៅក្នុង industry ហ្នឹងខ្ញុំស្គាល់គេច្រើនអ្នកខ្លះក៏គេ CSL អ្នកខ្លះក៏ C អីដែរតែបើថាឲ្យគាត់ win rate 100%ខ្ញុំដឹងថាមនុស្សនឹងបែបមិនទេខ្ញុំនិយាយស្មោះត្រង់ហើយក៏ខ្ញុំអត់ទៅជួបក្នុងឆាកជីវិតរបស់ខ្ញុំដែរអាហ្នឹងនិយាយស្មោះត្រង់ហ្មងហើយខ្ញុំគិតថាវីដេអូហ្នឹង that's all for today ហើយដូចនិយាយណាដែរអញ្ចឹងអត់មានលើកទឹកចិត្តឲ្យគ្នាយើងទៅធ្វើការ invest crypto អត់មានលើកទឹកចិត្តគ្នាទៅ copy trade របស់គេអត់មានលើកទឹកចិត្តឲ្យគ្នាយើងអត់ហ៊ានឲ្យគ្នាយើងយកលុយមកបោះចោលនៅក្នុងហ្នឹងទេព្រោះគ្នាយើងគួរតែ research ឲ្យបានច្រើនហ៊ានខ្លួនឯងយកមក trade អីយ៉ាងទៅហើយមួយវិញទៀត invest with your own responsibility ហើយ invest with your own risk គ្នាយើងអាច afford មែនគ្នាយើងយកប៉ុណ្ណឹងមកប្រហែលទៅគ្នាយើងគួរតែបែងចែក budget ឲ្យគ្នាឲ្យច្បាស់លាស់ថា70-30 20 that is the way that national bank យើងគាត់ចេញដែរពីរបៀបក្នុងការចាយប្រាក់លុយហើយយើងគាត់តែ follow តាមនឹងបាន emergency មែនអីមែនគ្នាបែងចែកហើយទៅសល់ប្រហែលតែ5% 10% ពីលុយរបស់គ្នាយើងអាចយកមកធ្វើការ invest ចឹងទៅដែលសារតែយើងអត់សូវស្ដាយកុំយក entire portfolio entire salary មកប្លង់ចោលខ្ញុំអត់ដឹងទេបើសិនខាត
hay đơn giản đà chẳng video để nhóm thua tiếng bấm mẹ nắng màu nắng khi những tờ bán sẽ là chia educational purpose only nhưng mình là sẽ là khi những tờ bỏ từ không crypto để nhóm tôi nhóm thơ promote man it's not promote directly actually nhóm thua trong educate content but that còn nhóm ao time game môi này rồi sao yeah you know what I mean right yeah so chẳng khi ai tới mấy bạn cho nhóm thường chẳng mấy có nhóm mặt đai từ bọc khiยังไงโชว์แต่ขนม thread ได้ดงออกkhiยังติดกันแต่จะไอ้แต่แจมโชว์มา thread บางทีช่วยกันท่านนะคอมเพล็กไลค์ subscribe ไปคอมเมนต์วิดีโอสปอนเซอร์ได้ไปนัน Academy บางทียังจังจับดาม start thread นั่นเป็นที่ยังเห็นจ้ะให้ที่ยังโยชบาย start today นักลงลิงก์ใบออกใบยอมเอาคอนเทนต์ที่ยังเสียเมื่อวิดีโอมินิ